ពួកbạnបងប្អូនចាថ្ងៃនេះមកច្រកស្រាព្រីងចាស្រាព្រីងដែលធ្វើពីថ្ងៃមុននេះបងប្អូនអញ្ចឹងស្រាព្រីងហ្នឹងគឺធ្វើទុកបានយូរណាស់អត់ខូចទេបងប្អូនដាក់ក្នុងកឡអញ្ចឹងទុកថឹកបានយូរណាស់ហើយបងប្អូនដែលពិបាកក្នុងការគេងអីនិយាយដាក់មកកូនកែវនិយាយពីគេងលក់ភ្លឹងមកបងប្អូនចាហើយនេះខ្ញុំចូលដាក់ដបដាក់ក្នុងក្លាសេក្នុងទូទុកខាងផឹកចាហើយបងប្អូនកុំភ័យអត់ខូចទេទុកបានយូរណាស់ហើយស្ដាយដែរឆ្នាំនេះអត់បានធ្វើបានច្រើនគឺបានតែប្រហែលជា10គីឡូព្រីងបងនេះសមិទ្ធផ្ទៃអស់ហើយបានប៉ុណ្ណឹងពីដបនេះចានិយាយពីរសជាតិនិយាយពីឈ្ងុយហ្មងចាអញ្ចឹងខ្ញុំច្រកដបហើយចាអញ្ចឹងវីដេអូមានតែប៉ុណ្ណឹងបងប្អូនដែលចង់ធ្វើព្រីងចាអញ្ចឹងអាចរៀនធ្វើចាហើយឆ្នាំនេះផតទៅរដូវព្រីងអញ្ចឹងរដូវព្រីងឆ្នាំក្រោយបងប្អូនអាចសាកធ្វើដោយសារព្រីងឥឡូវសវោដែរអញ្ចឹងយើងហូបអត់អស់យើងអាចធ្វើជាស្រាព្រីងទឹកគ្រាន់ហូបបានអាចជំនួសចាស្រាក្រហមបានរសជាតិគឺរសជាតិដូចស្ប៉ាយបងប្អូនបើចង់ដឹងថារសជាតិយ៉ាងណាបងប្អូនអាចធ្វើសាកហូបខ្លួនឯងបានចាហើយវីដេអូមានប៉ុណ្ណឹងអរគុណបងប្អូន